កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកងកម្លាំងរាជអាវុធហត្ថខណ្ឌសែនសុខចុះឆ្មក់បង្ក្រាបទីតាំង KTV មួយកន្លែងដែលមានយីហោភោជនីយដ្ឋានមហាមេឃប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង 12 រំលងអាធ្រាត្រឈានចូលថ្ងៃទី 1 ខែឧសភាឆ្នាំ 2026 ស្ថិតតាមបណ្ដោយផ្លូវលេខ 1011 ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញប្រភពព័ត៌មានបានឲ្យដឹងថាដោយមានការស្រាវជ្រាវជាច្រើនថ្ងៃនិងកំណត់បានយ៉ាងច្បាស់ផងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានសហការជាមួយអាវុធហត្ថខណ្ឌសែនសុខបានដាក់កម្លាំងចុះទៅកាន់ភោជនីយដ្ឋានខាងលើដើម្បីធ្វើការឡោមព័ទ្ធតែម្ដងជាក់ស្ដែងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន 53 នាក់ក្នុងនោះមាននារី 39 នាក់និងបុរស 14 នាក់ពាក់ព័ន្ធនឹងការជួញដូរមនុស្សនិងអនិច្ចជនក្រោយពេលប្រតិបត្តិការរួចកម្លាំងកងរាជអាវុធហត្ថបានធ្វើការឃាត់នារីទាំងអស់ទៅបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនិងបន្តតាមនីតិវិធីច្បាប់